នឹងឯសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជាមួយនឹងប្រព័ន្ធសុវត្ថិភាពមួយចំនួនដែលបងប្អូនទាំងអស់គ្នាត្រូវដឹងនៅក្នុង Exchange Binance ឬក៏បងប្អូនទាំងអស់គ្នាក៏ត្រូវតែធ្វើការរៀបចំដែរដើម្បីការពារទៅលើ account របស់យើងកុំឲ្យបាត់បង់នៅទ្រព្យសម្បត្តិកន្លែងនេះគឺយើងមិនអាចមើលរំលងបានឡើយណាបងប្អូនទាំងអស់គ្នាដឹងហើយនៅក្នុងវីដេអូមុនគឺខ្ញុំបានធ្វើការបង្ហាញពីរបៀបនៃការបង្កើតនៅ Exchange Binance អញ្ចឹងបើសិនជាពេលនេះបងប្អូនទាំងអស់គ្នាមិនទាន់មាននៅ Exchange Binance ទេហើយបងប្អូនទាំងអស់គ្នាចង់ធ្វើការបង្កើតទុកប្រើប្រាស់បងប្អូនទាំងអស់គ្នាអាចធ្វើការបង្កើតតាមរយៈ link របស់ខ្ញុំនៅខាងក្រោមនៃវីដេអូបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់ចេះធ្វើការបង្កើតនៅ Exchange Binance ក៏អាចមើលវីដេអូរបស់ខ្ញុំដែលមាន link នៅខាងក្រោមនៃវីដេអូនេះដូចគ្នាផងដែរហ្នឹងហើយអញ្ចឹងពាក់ព័ន្ធទៅលើ Exchange Binance ខ្ញុំសូមបញ្ជាក់ដែរថាបងប្អូនទាំងអស់គ្នានៅពេលដែលធ្វើការបង្កើតណាគួរតែធ្វើការបង្កើតដោយមានការចងចាំទាំង email ហើយចងចាំទាំង password ផងដែរព្រោះដោយសារតែ Exchange Binance យើងមិនអាចធ្វើការបង្កើតច្រើន account ឡើយសម្រាប់មនុស្សម្នាក់គឺបង្កើត account បានតែមួយប៉ុណ្ណោះអូខេតោះឥឡូវកុំឲ្យខាតពេលយូរយើងចូលមកកាន់ចំណុចសំខាន់វិញម្ដងនេះគឺជាគណនីរបស់ខ្ញុំអញ្ចឹងដើម្បីចូលទៅមើលនៅប្រព័ន្ធសុវត្ថិភាពដែលយើងគួរដឹងនេះបងប្អូនទាំងអស់គ្នាអាចកលេចមកមើលត្រង់ចំណុចខាងលើយើងនឹងឃើញសញ្ញា tray 3យើងអាចចុចកន្លែងហ្នឹងអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាអាចកលេចមកមើលត្រង់ចំណុចនេះកន្លែងសញ្ញាព្រួយមួយយើងអាចចុចកន្លែងហ្នឹងបន្ទាប់ពីយើងចុចកន្លែងហ្នឹងហើយយើងនឹងឃើញបាទពាក្យថា security យើងឃើញកន្លែងហ្នឹងយើងចុចកន្លែងហ្នឹងមកដំបូងឡើងគឺយើងនឹងឃើញនៅត្រង់ចំណុចនេះខ្ញុំចុចកន្លែងនេះបន្ថែមបងប្អូនទាំងអស់គ្នាឃើញសញ្ញាគ្រីសទាំងអស់ហ្នឹងចំណុចអស់នេះគឺខ្ញុំបានធ្វើការបង្ហាញនៅក្នុងវីដេអូមុនបាទទាំងការចុះឈ្មោះជាដើមបាទគឺខ្ញុំបានធ្វើការបង្ហាញពីការរៀបចំហើយអ្វីដែលសំខាន់តែកន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវតែរៀបចំដែរបើសិនជាមិនទាន់រៀបចំគួរតែរៀបចំឲ្យមានសុវត្ថិភាពផងដែរបន្ទាប់ពីយើងធ្វើការរៀបចំកន្លែងហ្នឹងហើយខ្ញុំនឹងអូសឡើងលើបន្តិចទៀតនៅពេលដែលអូសឡើងលើបងប្អូនទាំងអស់គ្នានឹងឃើញចំណុចទាំង10នេះចំណុចទាំង10នេះគឺបងប្អូនទាំងអស់គ្នាអាចស្វែងយល់តាមការបង្ហាញរបស់ខ្ញុំហើយបងប្អូនទាំងអស់គ្នាក៏គួរតែចូលទៅធ្វើការរៀបចំផងដែរហ្នឹងហើយឥឡូវយើងចូលមកកាន់ចំណុចទី1ចំណុចទី1គឺជាកន្លែងដែលយើងអាចធ្វើការបន្ថែមនៅលេខទំនាក់ទំនងមានទាំង email ឬក៏លេខទូរស័ព្ទដៃដើម្បីបន្ថែមបាទទំនាក់ទំនងនៅនិយាយទៅគឺការពារទៅលើ account របស់យើងអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងសិនណាដើម្បីធ្វើការបញ្យល់ហើយបន្ទាប់មកខ្ញុំគ្រាន់តែចុចទៅលើ app នេះមកបងប្អូនទាំងអស់គ្នានេះគឺជាកន្លែងដែលយើងត្រូវធ្វើការបំពេញនៅ email ឬក៏បំពេញនៅលេខទូរស័ព្ទដៃហើយខាងលើគឺយើងអាចធ្វើការបំពេញនៅឈ្មោះដើម្បីបន្ថែមក្នុងការចងចាំតើការបំពេញ email ឬក៏លេខទូរស័ព្ទដៃនេះគឺជារបស់អ្នកណានៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ថានៅពេលដែលយើងធ្វើការ create account របស់យើងគឺយើងបានធ្វើការបំពេញរួចហើយទាំង email ទាំងលេខទូរស័ព្ទដៃប៉ុន្តែកន្លែងនេះយើងអាចបន្ថែមបានឥឡូវឧទាហរណ៍ថាយើងមានលេខទូរស័ព្ទដៃ2ខ្សែយើងក៏មានemail ចំនួន2ដែរអញ្ចឹងបើសិនជា email ទី1ឬក៏លេខទូរស័ព្ទដៃទី1បងប្អូនទាំងអស់គ្នាបានធ្វើការ create រួចរាល់ហើយបងប្អូនទាំងអស់គ្នាក៏អាចធ្វើការបន្ថែមនៅលេខទូរស័ព្ទដៃទី2ឬក៏ email ទី2ចូលនៅត្រង់ចំណុចនេះកន្លែងនេះគឺជាវិធីនៃការការពារល្អមែនទែនករណីដែលថ្ងៃក្រោយបើសិនជាយើងបាត់នៅទូរស័ព្ទដៃបាត់ SIM ឬក៏បាត់នៅ email យើងមិនអាចធ្វើការ log in ចូលទៅកាន់ account របស់យើងបានណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ទំនាក់ទំនងដែលយើងបានបន្ថែមនេះដើម្បីឲ្យ Binance ធ្វើការផ្ញើនៅសារផ្ទៀងផ្ទាត់បាទ identity ឬក៏យើងធ្វើការទាញយក account របស់យើងត្រឡប់មកវិញបានកន្លែងនេះគឺជាចំណុចដែលសំខាន់ដែរបើសិនជាបងប្អូនទាំងអស់គ្នានេះអាចបន្ថែមមក email ឬក៏លេខទូរស័ព្ទដៃបោះអ្នកណាក៏បានឲ្យតែយើងគិតថាទុកចិត្តទោះបីជាយើងមិនមានទូរស័ព្ទលេខទូរស័ព្ទដៃ2ឬក៏ email 2ទេយើងអាចដាក់បងប្អូនយើងក៏បានដែរប៉ុន្តែយើងត្រូវមើលថាតើគួរឲ្យទុកចិត្តអត់សម្រាប់ contact អ្នកណាដែលយើងបានយកមកដាក់នេះអូខេអញ្ចឹងចំណុចទី1រួចអញ្ចឹងយើងចូលមកកាន់ចំណុចទី2វិញម្ដងបាទចំណុចទី2ចំណុចទី2នេះក៏ជាចំណុចដែលសំខាន់ដែរពាក់ព័ន្ធទៅលើចំណុចទី2គឺខ្ញុំបានធ្វើការដាក់រួចរាល់ហើយបាទចំណុចទី2គឺជាការពារទៅលើការបោកប្រាស់តែម្ដងហើយចំណុចនេះគឺសំខាន់ខ្លាំងមែនតើបាទនេះគឺជាវិធីមួយដែលការពារទៅលើ hacker ដែលបានធ្វើការបន្លំខ្លួនបាទធ្វើជា Binance ហើយធ្វើការផ្ញើសារបោកប្រាស់មកកាន់យើងដើម្បីឲ្យយើងចុចទៅលើ link អញ្ចឹងនៅពេលដែលយើងធ្វើការកំណត់បាននៅត្រង់ចំណុចនេះរួចរាល់ហើយរាល់ email ដែលបានផ្ញើមកយើងបាទគឺយើងនឹងដឹងថាតើ email នេះគឺជា email របស់ Binance បានផ្ញើមកយើងឬក៏ជា email ដែល hacker គ្រាន់តែផ្ញើឲ្យយើងដើម្បីបោកប្រាស់យើងតែប៉ុណ្ណោះកន្លែងនេះដោយសារតែខ្ញុំបានដាក់រួចរាល់ហើយបងប្អូនទាំងអស់គ្នាអាចនិយាយទៅគឺបងប្អូនទាំងអស់គ្នាអាចចុចដូចការបង្ហាញរបស់ខ្ញុំដំបូងណាបាទចុចទៅហើយយើងធ្វើការបំពេញនៅលេខនៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់បន្តិចយើងគួរតែដាក់នៅផ្ដើមអក្សរធំលាយអក្សរទូចឬក៏លាយនៅលេខឲ្យបន្ទាប់មកយើងចុចទៅលើ save មកណាយើងមិនចាំបាច់ដាក់សញ្ញាផ្សេង
ងមិនថែមទេអាចនឹងមិនជោគជ័យនៅពេលដែលយើងដាក់ទៅគឺយើងឃើញកន្លែងនេះគ្រីសហើយណាបាទកន្លែងនេះគឺល្អមែនតើមានន័យថាបើសិនជា Binance ផ្ញើមកយើងចង់ដឹងឲ្យថាតើវាជាសារពិតប្រាកដរបស់ Binance ឬក៏មិនមែនអញ្ចឹងណានៅពេលដែលយើងចូលមកគឺបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះបាទកន្លែងនេះគឺយើងនឹងឃើញកូដរបស់យើងដែលយើងបានធ្វើការកំណត់ណាបាទយើងបានធ្វើការកំណត់ហើយអញ្ចឹងយើងប្រកាសថា email នេះពិតជា email របស់ Binance ផ្ញើមកមានតែ Binance ទេដែលបានផ្ញើមកបើសិនជា hacker គឺមិនអាចផ្ញើមកទម្រង់បែបនេះទេតើឥឡូវនៅត្រង់ចំណុចនេះខ្ញុំគិតថាបងប្អូនទាំងអស់គ្នានឹងយល់ឥឡូវខ្ញុំចេញពីកន្លែងហ្នឹងខ្ញុំនឹងចូលមកកាន់ចំណុចទី3វិញម្ដងចំណុចទី3គឺជាការអនុញ្ញាត app នៅពេលខ្លះយើងធ្លាប់យក account Binance របស់យើងណាបាទយក account របស់ Binance របស់យើងយកទៅធ្វើការ log in ជាមួយនឹង app ផ្សេងឬក៏ bot ខាងក្រៅអញ្ចឹងហើយជួនកាលយើងអត់ដឹងខ្លួននៅពេលមុខងារនេះនៅពេលដែលយើងធ្វើការបើកហើយយើងអាចចូលមកកាន់ចំណុចហ្នឹងដើម្បីធ្វើការមើលបាទថាតើមាន app ណាខ្លះដែលយើងផ្ដល់សិទ្ធិក្នុងការចូលមកប្រើប្រាស់ជាមួយនឹង account របស់យើងហើយបើសិនជាយើងគិតថា app ទាំងអស់នេះវាមិនមានសុវត្ថិភាពសម្រាប់ account របស់យើង account Binance ណាយើងអាចធ្វើការ delete បាទនៅ app នឹងចោលបានដោយសារតែខ្ញុំមិនដែលធ្វើការ connect ឬក៏ធ្វើការប្រើប្រាស់ជាមួយនឹង bot ឬក៏ app ផ្សេងឡើយអញ្ចឹងនៅពេលដែលខ្ញុំចូលមកគឺអត់មានទេណាអូខេអញ្ចឹងឥឡូវខ្ញុំចេញទៅវិញនេះគឺជាចំណុចទី3ឥឡូវយើងចូលមកកាន់ចំណុចទី4វិញម្ដងណាចំណុចទី4គឺ account connect សម្រាប់ account connect គឺជាកន្លែងដែលគ្រប់គ្រង link account Binance របស់យើងបាទជាមួយនឹង social media ផ្សេងណាបើសិនជាយើងចុចកន្លែងហ្នឹងមកគឺយើងនឹងដឹងហើយនេះអញ្ចឹងបើសិនជាយើងចូលមកបើសិនជាយើងចង់ធ្វើការ connect ជាមួយនឹង Google ចង់ធ្វើការ connect ជាមួយនឹង Apple ID គឺយើងអាចធ្វើការ connect នៅត្រង់ចំណុចនេះបានអញ្ចឹងកន្លែងនេះគឺវាក៏ល្អមួយយ៉ាងដែរនិយាយទៅគឺវាមានភាពងាយស្រួលដែរនៅថ្ងៃក្រោយណាបើសិនជាយើងចង់ log in ចូលតោះឥឡូវខ្ញុំចេញពីកន្លែងហ្នឹងបាទចេញពីកន្លែងហ្នឹងយើងចូលមកកាន់ចំណុចទី5បាទគឺពាក់ព័ន្ធ 2FA verify អញ្ចឹងនេះគឺជាកន្លែងដែលយើងធ្វើការប្រើប្រាស់ទៅលើការផ្ទៀងផ្ទាត់ពីរជាន់យើងអាចធ្វើការជ្រើសរើសបានថាតើយើងចង់ឲ្យប្រព័ន្ធផ្ញើកូដបាទទៅកាន់ app ឬក៏ផ្ញើចូលទៅកាន់ SMS នៃទូរស័ព្ទដៃឬក៏ផ្ញើនៅកូដចូលទៅកាន់ email របស់យើងមុនគេដើម្បីធានាថាតើមាននរណាម្នាក់បើសិនជាយើងអត់ដឹងសោះណាគឺយើងនឹងឃើញ email ហើយយើងអាចនឹងដឹងថាមាននរណាម្នាក់កំពុងតែធ្វើប្រតិបត្តិការនៅក្នុង account របស់យើងហើយណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបាទធ្វើការរៀបចំបានណាអញ្ចឹងកន្លែងនេះខ្ញុំសូមចេញខ្ញុំនឹងចូលមកកាន់ចំណុចទី6វិញការ withdraw អញ្ចឹងពាក់ព័ន្ធទៅលើការ withdraw នេះគឺជាកន្លែងដែលការពារការដកប្រាក់ចេញវាគឺជាការពារបន្ថែមសម្រាប់ការដកលុយបើសិនជាយើងធ្វើការបើកនៅមុខងារនេះឬក៏យើងអាចធ្វើការដាក់បន្ថែមនៅអាសយដ្ឋានដែលយើងអាចទុកចិត្តបានអាសយដ្ឋានដែលយើងគិតថានេះគឺជាអាសយដ្ឋានដែលយើងបានស្គាល់អញ្ចឹងណាហើយយើងទុកចិត្តអញ្ចឹងនៅពេលដែលយើងបើកមុខងារនេះបើសិនជាមាន hacker អាចចូលមកកាន់ account របស់យើងបានក៏ប៉ុន្តែពួកគេគឺមិនអាចដកប្រាក់បាទចូលទៅកាន់ wallet ផ្សេងដែលចម្លែកដែលយើងមិនស្គាល់ទេណាព្រោះយើងបានធ្វើការកំណត់នៅត្រង់ចំណុចនេះរួចរាល់អញ្ចឹងចំណុចទី6គឺរួចរាល់ហើយយើងចូលមកកាន់ចំណុចទី7វិញម្ដងសម្រាប់ចំណុចទី7បាទគឺ auto lock ណា auto lock ពាក់ព័ន្ធទៅលើ auto lock គឺជាកន្លែងដែលយើងបានបើកដើម្បីការពារសុវត្ថិភាពនៅពេលដែលយើងភ្លេចខ្លួនអញ្ចឹងយើងអាចធ្វើការកំណត់ពេលវេលាបានឧទាហរណ៍ថាយើងកំណត់ត្រឹម1នាទីឬក៏5នាទីបាទពេលដែលយើងចាក់ចេញពី app Binance ទៅបើក app ផ្សេងឬក៏យើងទុកទូរស័ព្ទដៃចោលវានឹងធ្វើការ lock ចោលភ្លាមនៅពេលដែលដល់នាទីដែលយើងបានកំណត់ដោយតម្រូវឲ្យយើងនឹងធ្វើការ scan មុខឬក៏ scan ម្រាមដៃទើបយើងអាចចូលមកកាន់ account របស់យើងបានអូខេអញ្ចឹងយើងចូលមកកាន់ចំណុចទី8វិញម្ដងចំណុចទី8គឺជាឧបករណ៍ដែលយើងធ្លាប់ធ្វើការ log in ណាបើសិនជាយើងចុចកន្លែងហ្នឹងមកគឺយើងនឹងឃើញហើយគឺជាកន្លែងដែលចាប់ទីតាំងចាប់ទូរស័ព្ទដៃឬក៏ចាប់ចំណុចផ្សេងនៅពេលដែលមានអ្នកដែល log in ចូលមកកាន់ account របស់យើងនៅពេលដែលយើងឃើញថា account មួយណាដែលយើងមិនអាចទុកចិត្តបានទេគឺយើងនឹងឃើញពាក្យថាបាទនេះបាទយើងចុចទៅលើពាក្យថា log out ហើយយើងធ្វើការបដូរនៅ password ជាបន្តតែម្ដងព្រោះកន្លែងនេះបញ្ជាក់ថាបើសិនជាយើងអត់ស្គាល់គឺបញ្ជាក់តែម្ដងថាកំពុងតែមានជនដែលយើងមិនស្គាល់មុខបានចូលមកកាន់ account របស់យើងហើយអញ្ចឹងខ្ញុំចេញពីកន្លែងហ្នឹងយើងចូលមកកាន់ចំណុចទី9ណាចំណុចទី9សម្រាប់ចំណុចទី9នេះបាទគឺជាកំណត់ហេតុនៃការ log in មានន័យថា log in ដូចជាសភៅកំណត់ហេតុអញ្ចឹងណាបាទកត់ត្រាទាំងអស់បាទដែលមានដូចជាពេលវេលា log in ការដូរ password ការដកប្រាក់ឬក៏ការប
ដូរនៅលេខទូរស័ព្ទដៃជាដើមដើម្បីឲ្យយើងផ្ទៀងផ្ទាត់ថាតើជាសកម្មភាពរបស់យើងឬក៏មិនមែនជាសកម្មភាពរបស់យើងអញ្ចឹងយើងចូលមកកាន់ចំណុចទី10បាទគឺជាចំណុចដែលបញ្ចប់ហើយបាទគឺជាជំរើសចុងក្រោយករណីបងប្អូនគ្នាសង្ស័យថាត្រូវបាន hacker ចូលមកកាន់ account របស់យើងហើយណាអញ្ចឹងយើងមិនអាចដោះស្រាយបានភ្លាមៗទេអញ្ចឹងបងប្អូនគ្នាមានតែចូលមកដល់ចំណុចនេះដើម្បីធ្វើការ disable ទៅលើ account របស់យើងបណ្ដោះអាសន្នណាយើងធ្វើការ disable មួយរយៈតែប៉ុណ្ណោះដើម្បីកុំឲ្យពួក hacker នេះវាលួចទៅលើទ្រព្យសម្បត្តិរបស់យើងដែលមាននៅក្នុង exchange មួយនេះអូខេអញ្ចឹងបងប្អូនគ្នាសម្រាប់វីដេអូនេះខ្ញុំអត់មានអីច្រើនទេខ្ញុំគ្រាន់តែចែកម្លែកទៅលើចំណុចមួយចំនួនដែលបងប្អូនគ្នាគួរតែដឹងបាទនៅក្នុងប្រព័ន្ធសុវត្ថិភាពនេះហ្នឹងហើយអញ្ចឹងបងប្អូនគ្នាសម្រាប់វីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ